ក្រសួងយុទ្ធភ័ពនិងតុលាការបានណែនាំសម្រាប់ចៅក្រមព្រះរាជអាជ្ញាដែលជាអ្នកផ្ដល់សេវាយុទ្ធភ័ពជូនពលរដ្ឋត្រូវប្រើប្រាស់ចន្ទានុសិទ្ធិឲ្យស្របតាមមូលដ្ឋានអង្គខេត្តមូលដ្ឋានអង្គច្បាប់និងមូលដ្ឋានភស្តុតាងដើម្បីរួចផុតពីវិធានការរបស់ក្រុមប្រឹក្សាវិន័យនៃឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម New Line ផ្អែកតាមសន្និបាតបូកសរុបលទ្ធផលការងារវិស័យយុទ្ធភ័ពឆ្នាំ 2024 និងកំណត់ទិសដៅការងារជាអាទិភាពឆ្នាំ 2025 ការណែនាំពីការប្រើចន្ទានុសិទ្ធិតុលាការគឺចៅក្រមព្រះរាជអាជ្ញាដែលជាអ្នកតំណាងច្បាប់ត្រូវប្រកាន់ខ្ជាប់នូវឧត្តមគតិយុត្តិធម៌ក៏ក្នុងការស្វែងរកយុត្តិធម៌ជូនប្រជាពលរដ្ឋតាមរយៈការពិនិត្យពិចារណាឲ្យបានល្អិតល្អន់ទៅលើសំអាងហេតុសំអាងច្បាប់និងភស្តុតាងច្បាស់លាស់ New Line សន្និបាតយុទ្ធភ័ពខាងលើបានបញ្ជាក់អំពីការទទួលខុសទណ្ឌកម្មឬទោសព្រំទណ្ឌនៅពេលចៅក្រមព្រះរាជអាជ្ញាប្រើប្រាស់ចន្ទានុសិទ្ធិដោយគ្មានមូលដ្ឋានថាការប្រើប្រាស់នៅចន្ទានុសិទ្ធិដោយបំពានច្បាប់នឹងក្លាយជាមូលដ្ឋាននៃការអនុវត្តវិធានការវិន័យម៉ឺងម៉ាត់និងតឹងរ៉ឹងរបស់ក្រុមប្រឹក្សាវិន័យនៃឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រមចន្ទានុសិទ្ធិសំដៅដល់អំណាចដែលច្បាប់ប្រគល់ដល់ចៅក្រមរើសយកមធ្យោបាយណាមួយតាមការវិតម្លៃរបស់ខ្លួនមកដោះស្រាយបញ្ហាណាមួយនេះបើផ្អែកតាមគេហទំព័រ Research New Line ជាការល្អសម្រាប់ការអនុវត្តប្រកបដោយប្រសិទ្ធភាពការណែនាំអំពីការប្រើប្រាស់អំពីចន្ទានុសិទ្ធិគឺត្រូវចេញសេចក្តីណែនាំជាច្រើនទំព័រមួយលម្អិតសម្រាប់ចែកជូនតុលាការគ្រប់ជាន់ថ្នាក់និងពលរដ្ឋទាំងអស់បានស្វែងយល់ពីព្រំដែននៃចន្ទានុសិទ្ធិហេតុផលនៃការប្រើចន្ទានុសិទ្ធិនិងមាត្រាណាខ្លះដែលនាំឲ្យចៅក្រមអាចប្រើចន្ទានុសិទ្ធិ New Line សម្រាប់ស្មារតីច្បាប់ចន្ទានុសិទ្ធិត្រូវតែមានជាពិសេសរឿងរដ្ឋប្រវេណីដែលផ្សារភ្ជាប់មនុស្សនិងមនុស្សហើយក៏មនុស្សនឹងទំនាក់ទំនងសង្គមយ៉ាងខ្លាំងរហូតអាចយកទៅផ្សារភ្ជាប់ជាមួយវិវាទផ្សេងទៀតចរិតលក្ខណៈថ្មីបន្លែកដែលច្បាប់ពុំទាន់កំណត់តែសម្រាប់ចន្ទានុសិទ្ធិនៅក្នុងរឿងព្រំទណ្ឌគឺពិសេសព្រោះព្រំទណ្ឌមានគោលការណ៍បកស្រាយតឹងរ៉ឹងគួរបញ្ជាក់ថានៅក្នុងសន្និបាតយុត្តិធម៌ដែលប្រព្រឹត្តទៅកាលពីថ្ងៃទី12ដល់14ខែមីនាឆ្នាំ2025គឺមានការពិភាក្សានិងដាក់ចេញគោលការណ៍បន្ថែមទៀតពាក់ព័ន្ធកិច្ចតុលាការនិងយុត្តិធម៌ដូចជា New Line ទី1ការកំណត់ការប្រាក់និងការប្រាក់យឺតយ៉ាវទី2ការទទួលស្គាល់សន្តិជននិងការបែងចែកមរកទី3ការប្រើប្រាស់សិទ្ធិអំណាចនិងឆន្ទានុសិទ្ធិរបស់តុលាការទី4ការអនុវត្តសំណើជួយគ្នាទៅវិញទៅមកផ្នែកច្បាប់និងបច្ចាប័នទី5កិច្ចការរដ្ឋបាលតុលាការនិងកិច្ចការហិរញ្ញវត្ថុក្នុងវិស័យយុត្តិធម៌និងទី6ការកែតម្រង់ប្រព័ន្ធយុត្តិធម៌និងការអនុវត្តយុទ្ធនាការជំរុញនិងពន្លឿនការដោះស្រាយរឿងក្តីនៅតាមតុលាការនិងយុទ្ធនាការត្រួតពិនិត្យនិងដោះស្រាយភាពមិនប្រក្រតីនៅតាមតុលាការ New Line មួយវិញទៀតក៏មានសេចក្តីណែនាំរួមស្តីពីការជូនដំណឹងអំពីសាលក្រមឬសាលដីកាព្រំទណ្ឌកំបាំងមុខណែនាំដល់តុលាការអនុវត្តដោយការជូនដំណឹងពីសាលក្រមឬសាលដីកាព្រំទណ្ឌកំបាំងមុខផ្អែមតាមក្រមនីតិវិធីព្រំទណ្ឌនិងការជូនដំណឹងតាមបណ្ដាញសង្គមផ្លូវការរបស់តុលាការសេចក្តីណែនាំរួមបញ្ជាក់ពីការជូនដំណឹងតាមបណ្ដាញសង្គមថាដើម្បីអនុវត្តយន្តការនៃការជូនដំណឹងនេះសាលាដំបងរាជធានីខេត្តនិងសាលាឧទ្ធរណ៍ត្រូវបង្កើតឲ្យមានបណ្ដាញសង្គមផ្លូវការរបស់ខ្លួនរួមមាន Page Facebook Page Telegram និង YouTube ខួរឲ្យបានឆាប់រហ័សហើយត្រូវជូនដំណឹងអំពីបណ្ដាញសង្គមផ្លូវការមកក្រសួងយុត្តិធម៌និងតុលាការកំពូលព្រមទាំងផ្សព្វផ្សាយដល់សាធារណជនឲ្យបានជ្រាបចំពោះការកំណត់ឲ្យបង្កើតបណ្ដាញសង្គមផ្លូវការនេះពុំមានកំណត់ពេលវេលាជាក់លាក់ក្នុងការអនុវត្តនិងទម្រង់ដែលជាបណ្ដាញសង្គមលើការរបស់តុលាការនីមួយនៅឡើយបើផ្អែកតាមសេចក្តីណែនាំរួមនៅក្នុងពេលសន្និបាតយុត្តិធម៌ខាងឃើញថាក្រសួងយុត្តិធម៌បានផ្សព្វផ្សាយជាសាធារណៈនៅព្រឹត្តិបទចំនួន2លេខគឺព្រឹត្តិបទច្បាប់និងយុត្តិធម៌លេខ1និងព្រឹត្តិបទច្បាប់និងយុត្តិធម៌លេខ2ជាសញ្ញាមួយល្អដែលផ្ដល់ធនធានឯកសារបន្ថែមចូលទៅក្នុងវិស័យយុត្តិធម៌ពេលមើលលម្អិតនៅក្នុងព្រឹត្តិបទគឺច្រើនសរសេរទស្សនយោលឃើញរបស់បុគ្គលនៅក្នុងវិស័យតុលាការនិងយុត្តិធម៌អំពីមេរៀនច្បាប់និងការអនុវត្តយុទ្ធនាការរបស់ក្រសួងយុត្តិធម៌បើយកមើលទៅលើព្រឹត្តិបទរបស់ស្ថាប័នផ្សេងគឺច្រើនរៀបរាប់អំពីសកម្មភាពការងារក្នុងសប្តាហ៍នីមួយនិងប្រចាំខែនីមួយដោយមានលម្អិតនិងចេញជាប្រចាំខែ New Line ជាចុងក្រោយពាក់ព័ន្ធវិធានការវិន័យរបស់ឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រមគឺកាលពីថ្ងៃទី19ខែកុម្ភៈឆ្នាំ2025មានការប្រកាសពីការដាក់វិន័យលើចៅក្រមព្រះរាជអាជ្ញាចំនួន23ករណីឲ្យអនុវត្តទណ្ឌកម្មវិន័យតាមមាត្រា55ច្បាប់លក្ខន្តិកចៅក្រមព្រះរាជអាជ្ញាអានអត្ថបទហេងរិទ្ធសូមអរគុណចំពោះការស្ដាប់